នេះគឺជា PayPal account ដែលអាចទទួលលុយពី Facebook ឬក៏ TikTok បានហើយក៏អាចដកមកចាយបានដែរតាមរយៈ Visa Card ហើយនៅក្នុង clip វីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបបង្កើត PayPal Indonesia ជំហានដំបូងយើងចូលទៅកាន់ browser ហើយវាយពាក្យថា PayPal Sign Up បន្ទាប់មកយើងនឹងឃើញនៅ website របស់ PayPal យើងចុចទៅលើ website ហ្នឹងមកបាទបន្ទាប់មកយើងនឹងឃើញនៅទម្រង់បែបនេះបាទយើងអស់ឡើងទៅក្រោមយើងនឹងឃើញរូបទង់ជាតិមួយនៅកន្លែងនេះយើងចុចលើទង់ជាតិនឹងមកដើម្បីជ្រើសរើសទង់ជាតិប្រទេសឥណ្ឌូនេស៊ីគឺប្រទេសដែលយើងចង់បង្កើត account PayPal បាទអញ្ចឹងយើងចង់បង្កើតប្រទេសឥណ្ឌូនេស៊ីយើងរកប្រទេសឥណ្ឌូនេស៊ីមកបាទឥណ្ឌូនេស៊ីគឺនៅទ្វីបអាស៊ីអញ្ចឹងយើងរកទ្វីបអាស៊ីគឺឃើញហើយបាទបន្ទាប់មកយើងចុចកន្លែង sign up នេះមកបាទបន្ទាប់មកទៀតយើងចុចកន្លែង business បាទ business account បាទបន្ទាប់មកទៀតយើងចុច next បាទបន្ទាប់មកកន្លែងនេះគឺតម្រូវឲ្យយើងធ្វើការដាក់ឈ្មោះបាទដាក់ឈ្មោះដាក់តកូលបាទដាក់តកូលមុនហើយឈ្មោះក្រោយបាទដាក់ឈ្មោះមកដាក់តកូលមកធ្វើម៉េចឲ្យដូចនឹងអត្តសញ្ញាណប័ណ្ណរបស់យើងបាទហើយកន្លែងនេះគឺលេខទូរស័ព្ទអញ្ចឹងយើងរើសយកប្រទេសខ្មែរយើងបាទកន្លែងទង់ជាតិហ្នឹងគឺយើងដាក់យកប្រទេសខ្មែរយើងដើម្បីដាក់លេខខ្មែរបាទគឺយើងអាចប្រើប្រាស់លេខខ្មែរបានបាទអូខេអញ្ចឹងយើងជ្រើសរើសរកលេខខ្មែរមកបាទប្រទេសខ្មែរមកបន្ទាប់មកយើងដាក់លេខធម្មតាដែលយើងប្រើរាល់ថ្ងៃបាទគឺជាលេខខ្មែររបស់យើងហ្នឹងគឺយើងដាក់មកបាទអូខេអញ្ចឹងយើងទៅសេលេខរបស់យើងចូលមកបាទបន្ទាប់មកកន្លែងខាងក្រោមនេះគឺយើងត្រូវដាក់ account Gmail របស់យើងបាទយើងដាក់ Gmail ដែលប្រើប្រាស់បន្ទាប់មកយើងដាក់ password បាទដាក់ password គឺ password យើងបង្កើតថ្មីដើម្បីធ្វើការ login account របស់យើងចូលបាទអូខេដើម្បីបង្កើត PayPal របស់យើងដាក់ password ឲ្យចំណាំបាទអញ្ចឹងយើងគ្រាសកន្លែងនេះមួយហើយធ្វើការចុចខាងក្រោមនេះមកដើម្បីធ្វើការបង្កើតបាទកន្លែងនេះគេឲ្យយើងបញ្ជាក់ថាយើង robot ឬមិន robot អញ្ចឹងគេបង្ហាញរូបស្អីបាទអញ្ចឹងយើងយកមកម៉ូតូបាទយើងចុចឲ្យវាបង្ហាញឲ្យគ្រីសបាទបន្ទាប់មកកន្លែងនេះគេនឹងផ្ញើកូដទៅកាន់ Gmail របស់យើងបាទអញ្ចឹងយើងចុចខាងក្រោមដើម្បីឲ្យគេផ្ញើកូដទៅកាន់ Gmail របស់យើងហើយយើងធ្វើការយកកូដហ្នឹងមកបញ្ជាក់បាទអញ្ចឹងយើងចុចខាងក្រោមហ្នឹងមកបាទបន្ទាប់មកកន្លែងនេះគឺយើងចូលទៅកាន់ Gmail ហើយយកកូដយក3យកបញ្ជាក់កន្លែងនេះបាទអញ្ចឹងយើងបញ្ជាក់ហើយយើងចុច next ទៅគឺទទួលបានហើយបាទអញ្ចឹងយើងបង្កើតបានaccount PayPal មួយហើយយើងនៅតែបញ្ជាក់អាស័យដ្ឋានយើងបញ្ជាក់អាស័យដ្ឋាននៅឥណ្ឌូនេស៊ីបាទអញ្ចឹងយើងចុចទៅដើម្បីបញ្ជាក់អាស័យដ្ឋានឬក៏ account របស់យើងបាទយើងចុចកន្លែងនេះយកខាងលើបាទបន្ទាប់មកបាទខាងក្រោមទៀតបាទកន្លែងនេះយើងចុច next បន្តទៅទៀតបាទអូខេបន្ទាប់មកកន្លែងនេះគឺយើងដាក់ថ្ងៃខែឆ្នាំកំណើតរបស់យើងឲ្យដូចទៅនឹងអត្តសញ្ញាណប័ណ្ណរបស់យើងបាទដើម្បីយើង verify ជាមួយអត្តសញ្ញាណប័ណ្ណរបស់យើងបាទយើងដាក់ថ្ងៃខែឆ្នាំកំណើតមកបាទយើងទៅសេចូលកន្លែងហ្នឹងមកឲ្យជាថ្ងៃខែឆ្នាំកំណើតដែលពិតប្រាកដមិនមែនคล้ายៗបាទអូខេអញ្ចឹងយើងទៅសេចូលមកថ្ងៃខែឆ្នាំកំណើតរបស់យើងកើតថ្ងៃណាខែណាឆ្នាំណាយើងដាក់ឲ្យពិតមកពេលដែលគេត្រូវការ verify គឺយើងមានអត្តសញ្ញាណប័ណ្ណយើង verify បាទហើយតបមកខាងក្រោមនេះបាទយើងដាក់អាស័យដ្ឋានអញ្ចឹងអាស័យដ្ឋានគឺយើងដាក់អាស័យដ្ឋានឥណ្ឌូនេស៊ីគឺយើងអាចចូលទៅកាន់ browser ហើយ search ហើយទៅសេស្វែងរកតាមខ្ញុំមកបាទ Indonesia address បាទទៅសេបែបហ្នឹងមកហើយយើងធ្វើការស្វែងរកមកបាទ Indonesia address បាទបែបនេះបាទអញ្ចឹងយើងឃើញហើយយើងចុចលើនឹងមកបាទបន្ទាប់មកយើងនឹងឃើញ website បែបនេះបាទអញ្ចឹងយើងចូលមកយើងនឹងឃើញអាស័យដ្ឋានឥណ្ឌូនេស៊ីបាទអញ្ចឹងនៅកន្លែងហ្នឹងយើងចង់យកមួយណាក៏បានដែរគឺមានច្រើនសម្រាប់អាស័យដ្ឋានឥណ្ឌូនេស៊ីបាទអញ្ចឹងយើងជ្រើសរើសយកមួយមកបាទប្រាប់មកកាត់ហ្នឹងយើងអាចជ្រើសរើសយកបានបាទវាមានច្រើនអញ្ចឹងយើង copy នេះខាងលើនេះសម្រាប់អាស័យដ្ឋានពេញគឺនៅខាងលើហ្នឹងយើង copy ហើយយើងយកមកផាសកន្លែង address 1 address 2នេះបាទផាសកន្លែងហ្នឹងមកបាទទើបមកកន្លែងនេះ city បាទ city យើងយកកន្លែង copy កន្លែង city បាទកន្លែងមាញ់ហ្នឹងដូចគ្នាមកកន្លែង city ហ្នឹងអញ្ចឹងយើងយកមួយណា
dương mơ nơi lơ nâng city miền nơi trongចំណុចនឹងដូចគ្នាអញ្ចឹងយើងត្រូវ copy ឲ្យដូចនៅក្នុងនឹងបាទនេះ city កន្លែងនេះយើង copy កន្លែងហ្នឹងមកបាទ copy មកហើយយកមកដាក់កន្លែង city នេះបាទអញ្ចឹងអាស្រ័យថាឥណ្ឌូនេស៊ីវាមាន city មានអីនៅក្នុងហ្នឹងអញ្ចឹងយើង copy មក copy យកមកដាក់ដូចគ្នាមកកន្លែងនេះយើង copy មួយមកហើយយើងដាក់កន្លែងបន្ទាប់នឹងដូចគ្នាបាទបន្ទាប់ពី city ហ្នឹងយើងដាក់មកបាទហ្នឹងហើយយើង copy ឲ្យត្រូវតាមតំណាក់មួយមកបើយើងមើលអក្សរមកអក្សរដូចគ្នាយើងដាក់កន្លែងដូចគ្នាមកអក្សរវាមានដក clear ពីមុខហើយមានឈ្មោះពីក្រោយអញ្ចឹងយើង copy កន្លែងហ្នឹងមកហើយយើងមើលដើមអក្សរហ្នឹងគឺដូចគ្នាកន្លែងណាយើងយកមកដាក់ត្រង់ cloud ដែលដូចគ្នាហ្នឹងមកបាទហើយកន្លែងនេះទីក្រុងអញ្ចឹងកន្លែងហ្នឹងវាអត់មានខ្ញុំ copy ទៅវាអត់មានដូចនៅក្នុងហ្នឹងទេបាទ copy ទៅវាអត់មានដូចអញ្ចឹងបើន័យថាទីក្រុងហ្នឹងវាយើងអាចដាក់បានទេបាទអញ្ចឹងយើងរកទីក្រុងផ្សេងទៅជាទីក្រុងចាកាតាវិញបាទយើងដូរអាស័យដ្ឋានទៅទីក្រុងចាកាតាវិញអូខេអញ្ចឹងខ្ញុំរកaddress មួយណាដែលនៅទីក្រុងចាកាតាបាទដើម្បី copy យកដាក់សារថ្មីបាទអញ្ចឹងខ្ញុំរកមើលសិនបាទចាកាតាបាទមួយនេះអញ្ចឹងខ្ញុំ copy address នេះ address ពេញបាទ copy នេះយកទៅដាក់សារថ្មីបាទកន្លែង address 1 address 2នេះបាទអញ្ចឹងអាខាងលើនេះខ្ញុំលុបចេញវិញបាទអញ្ចឹងអាមុនវាខុសដាក់ទៅវាអត់ចេញឲ្យបាទនេះអញ្ចឹងខ្ញុំលុបកន្លែងនេះដូចគ្នាខ្ញុំផាសកន្លែង address 2បាទកន្លែងនេះក៏យើងលុបចេញដែរយើងcopy សារថ្មីកន្លែង city សារថ្មីបាទកន្លែងនេះអញ្ចឹងយើង copy យកនេះដើម្បីយកទៅផាសចូលកន្លែងបន្ទាប់នឹងសារថ្មីវិញបាទហើយបន្ទាប់មកកន្លែងនេះយើងជ្រើសរើសយកចាកាតាព្រោះអីយើងដាក់ address នៅចាកាតាបាទជ្រើសរើសយកចាកាតាគឺមានបាទអូខេហើយបន្ទាប់មកយើង copy speed code បាទ speed code postal code បាទច្រឡំអូខេ postal code យកមកដាក់កន្លែងនេះបាទអាហ្នឹងលេខកូដតំបន់បាទលេខកូដតំបន់អញ្ចឹងគឺមាននៅនឹងអញ្ចឹងយើងដាក់បំពេញរួចរាល់ហើយយើងចុច next បន្តចុច next តមកបាទកន្លែងនេះយើងយកខាងលើនេះក៏បានដែរបាទខាងលើកន្លែង recommend ហ្នឹងយើងចុចខាងលើនឹងមកបាទចុចខាងលើនឹងមកហើយបន្ទាប់មកយើងចុច confirm ខាងក្រោមបាទយើងយកpaper recommend address ឲ្យយើងក៏បានដែរបាទអូខេអញ្ចឹងកន្លែងនេះមែនទេយើងគ្រីសមួយហើយកន្លែងនេះយើងជ្រើសរើសយកមួយមកកន្លែងហ្នឹងយើងចុចចូលទៅដើម្បីជ្រើសរើសបាទអានេះយើងយកមួយណាក៏បានដែរប៉ុន្តែខ្ញុំយកកន្លែង computer បាទកន្លែងយើងបង្កើត account business ដើម្បីលក់ computer បាទអញ្ចឹងខ្ញុំរក computer កន្លែងនេះបាទអូខេអញ្ចឹងកន្លែងនេះ computer ហើយកន្លែងនេះយើងចុច no មកបាទហើយកន្លែងនេះយើងចុចគ្រីសមួយមកខាងក្រោមចុចគ្រីសមួយមកយើងយក address ដែលយើងបង្កើតមិញហ្នឹងបាទអញ្ចឹងគឺដូចគ្នាបាទ address ដែលយើងបង្កើតមិញបាទអូខេអញ្ចឹងយើងចុចបន្តទៅមុខទៀតបាទត្រឹមត្រូវរួចរាល់អស់ហើយយើងចុចបន្តទៅមុខទៀតកន្លែងនេះយើងចុចបន្តទៅមុខទៀតមកបាទមើលទៅគឺត្រឹមត្រូវរួចរាល់ហើយយើងចុចបន្តទៅមុខទៀតបាទអូខេតមកកន្លែងនេះយើងធ្វើការ confirm ម្ដងទៀតបាទអូខេរងចាំតិចបាទអញ្ចឹងរួចរាល់ហើយយើងចូលទៅកាន់ទំព័រដើមនៃpaper របស់យើងបាទយើងមកមើលមកបាទចេញមកបែបនេះបាទចេញមកគឺជាប់សោបែបនេះគឺតម្រូវឲ្យយើង verify ជាមួយអត្តសញ្ញាណប័ណ្ណឬ passport ហើយបាទគឺអត់បានពេញលេញទេទាល់តែយើង verify សិនបាទអញ្ចឹងយើងចុចចូលមកបាទកន្លែងរូបកណ្ដឹងហ្នឹងយើងនឹងឃើញក្រហមបែបនេះបាទក្រហមបែបនេះអញ្ចឹងយើងចុចចូលបន្តទៅមុខទៀតបាទដើម្បីចូលទៅមើលគេឲ្យយើងបំពេញអីខ្លះបាទអញ្ចឹងកន្លែងនេះគឺតម្រូវឲ្យយើងបំពេញបាទ verify ជាមួយអត្តសញ្ញាណប័ណ្ណឬ passport អញ្ចឹងយើងយកអត្តសញ្ញាណប័ណ្ណបាទហើយ upload អត្តសញ្ញាណប័ណ្ណចូលមកបាទអូខេ upload អត្តសញ្ញាណប័ណ្ណយើងបាទរូបថតអត្តសញ្ញាណប័ណ្ណយើងដែលថតទុកស្រាប់ដាក់ចូលមកហើយយើងធ្វើការចុច confirm បាទធ្វើការចុច confirm មកបន្ទាប់មកគឺរងចាំគេពិនិត្យបាទអញ្ចឹងយើងចូលទៅទំព័រដើមនៃ paper យើងវិញបាទអូខេយើងចូលមកទំព័រដើម paper យើងមកបាទ
អូខេចូលមកគឺរៀបរយបាទរៀបរយហើយលែងមានជាប់អីទៀតហើយបាទលែងមានជាប់អីទៀតហើយគឺបានជោគជ័យហើយអូខេអរគុណ